នេះគឺជាដំណឹងល្អសម្រាប់ពិភពលោកដោយសហរដ្ឋអាមេរិកសម្រាប់ទម្លាក់ពន្ធលើទំនិញចិនពី145%មកត្រឹម30%ប៉ុណ្ណោះខណៈពេលដែលចិនទម្លាក់ពន្ធលើទំនិញសហរដ្ឋអាមេរិកពី125%មកត្រឹម10%ប៉ុណ្ណោះដោយធ្វើឲ្យស្ថានភាពសង្គ្រាមពាណិជ្ជកម្មក្លាយទៅជាល្អប្រសើរឡើងវិញនេះគឺជាលទ្ធផលនៃការចរចាគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលធ្វើឡើងនៅប្រទេសស្វីសត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃច័ន្ទទី12ខែឧសភាឆ្នាំ2025នេះប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយថាខណៈពេលដែលពន្ធខ្លះត្រូវបានព្យួរជាជាងលុបចោលវានឹងអាចកើនឡើងសារជាថ្មីបើសិនជាមិនមានអ្វីរីកចម្រើនទៅមុខនោះទេប៉ុន្តែគាត់បាននិយាយច្បាស់ៗទៀតថាវាមិនអាចកើនឡើងទៅដល់145%ដោយកាលពីពេលមុននោះឡើយក្រោយពេលទទួលបានដំណឹងនេះទីផ្សារភាគហ៊ុនពិភពលោកក៏ចាប់ផ្ដើមកើនឡើងវិញផងដែរហើយលទ្ធផលនៃការចរចាពន្ធរវាងប្រទេសមហាអំណាចទាំងពីរនឹងធ្វើឲ្យមនុស្សទូទាំងពិភពលោកធូរទ្រូងជាងមុន